សូមស្វាគមន៍ទស្សនិកជនជាទីមេត្រីជួបជាមួយនឹងខ្ញុំជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី8នាទីដើម្បីសុខភាពរបស់ Channel Snack Evan នៅថ្ងៃនេះដែរនឹងខ្ញុំបានពំនាំនៅអត្ថបទមួយដ៏មានអត្ថប្រយោជន៍មកជម្រាបជូនលោកអ្នកគឺអត្ថប្រយោជន៍របស់ដំឡូងបារាំងតើអ្នកទាំងអស់គ្នាដឹងទេថាដំឡូងបារាំងមានគុណសម្បត្តិនិងគុណប្រយោជន៍ច្រើនយ៉ាងណានោះសូមតាមដានស្ដាប់ជាមួយនឹងនាងខ្ញុំដូចតទៅដំឡូងបារាំងជាទូទៅមិនត្រូវបានគេដឹងពីសារៈប្រយោជន៍ដ៏សម្បូរបែបរបស់វានោះទេមនុស្សទូទៅគ្រាន់តែដឹងថាវាជាបន្លែសម្រាប់ទទួលទានក្នុងការបរិភោគប្រចាំថ្ងៃយ៉ាងណាមិញដំឡូងបារាំងគឺជាបន្លែមួយប្រភេទដែលអាចប្រើក្នុងគោលបំណងជាច្រើនដែលនៅក្នុងនោះវាបានផ្ដល់សារធាតុចិញ្ចឹមយ៉ាងសម្បើមទៅដល់សុខភាពរបស់មនុស្សត្បិតតែវាមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាងណាក៏ដោយក៏វាមានចំណុចមិនល្អខ្លះដែរដូចជាដំឡូងបារាំងបំពងនិងសំបកដំឡូងវាផ្ទុកទៅដោយខ្លាញ់អាក្រក់ដែលបណ្ដាលឲ្យធ្លាក់ដល់មនុស្សសម្រាប់សាច់ដំឡូងបារាំងឯណោះវិញផ្ទុកទៅដោយសារជាតិខ្លាញ់ដែលល្អនិងគ្មានកូលេស្តេរ៉ុលហើយក៏មានសារធាតុសូដ្យូមតិចតួចផងដែរដំឡូងបារាំងដែលមិនទាន់ចិតសំបកវាមានផ្ទុកទៅដោយវីតាមីន C 40% ដែលមនុស្សត្រូវការប្រចាំថ្ងៃនិងមានពាក់កណ្ដាលនៃវីតាមីន B6 ដែលមនុស្សត្រូវការក្នុងមួយថ្ងៃដូចគ្នាដែរនិងប៉ូតាស្យូមដែលមានច្រើនជាងផ្លែចេកទៅទៀតជាពិសេសជាងនេះដំឡូងបារាំងវាសម្បូរទៅដោយកាល់ស្យូមនិងម៉ាញ៉េស្យូមសម្រាប់ទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្សចំពោះសារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងដំឡូងបារាំងនោះវិញមានកាឡូរី265ប្រូតេអ៊ីន6ក្រាមខ្លាញ់0ក្រាមស្ករសាំញ៉ាំ61ក្រាមជាតិសរសៃ4ក្រាមនិងស្ករងាយ6ក្រាមការចម្អិនដំឡូងបារាំងបានត្រឹមត្រូវវាអាចបង្កើនឱជារសគួរឲ្យចង់ទទួលទាននិងអាចផ្ដល់សារៈប្រយោជន៍ដល់សុខភាពផងដែរនៅខាងក្រោមនេះជាសារៈប្រយោជន៍ចម្បងរបស់ដំឡូងបារាំងដែលអ្នកបរិភោគគួរដឹងអត្ថប្រយោជន៍ទី1វាជួយដល់ប្រព័ន្ធរំលាយអាហារជាតិសរសៃនៅក្នុងដំឡូងជាជាតិសរសៃដែលល្អសម្រាប់សុខភាពរបស់មនុស្សនិងមិនងាយនឹងបំបែកក្នុងក្រពះព្រោះពេលទទួលទានជាតិសរសៃប្រភេទនេះវាផលិតឧស្ម័នតិចជាងជាតិសរសៃប្រភេទដទៃដែលបានមកពីប្រភេទអាហារស្រដៀងគ្នាដោយសារដំឡូងបារាំងមានជាតិសរសៃដែលមិនងាយបំបែកវាបង្កឲ្យមានភាពងាយស្រួលក្នុងការកកើតពពួកបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់យើងដែលវាដើរតួនាទីជាអាហាររបស់បាក់តេរីកត្តាទាំងនេះវាបង្កលក្ខណៈល្អដើម្បីឲ្យពោះវៀនរបស់យើងមានសុខភាពល្អផងដែរសារៈប្រយោជន៍ទី2ប្រឆាំងនឹងជំងឺផ្សេងៗដំឡូងបារាំងសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្ដាលឲ្យប៉ះពាល់ដល់កោសិការបស់មនុស្សដែលមានការសិក្សាជាច្រើនដែលបង្ហាញឲ្យឃើញថាការញ៉ាំបន្លែឬផ្លែឈើដែលសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មវាអាចបង្ការជំងឺបេះដូងនិងមហារីកបានត្រូវចងចាំថាដំឡូងបារាំងទាំងអស់មិនប្រាកដថាសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មទេវាអាស្រ័យទៅលើពណ៌របស់វាតែកន្លែងដែលសម្បូរទៅដោយសារធាតុនេះជាងគេនៅក្នុងដំឡូងបារាំងគឺស្ថិតនៅត្រង់សំបករបស់វាសារៈប្រយោជន៍ទី3រក្សាសម្ពាធឈាមឲ្យមានតុល្យភាពដំឡូងបារាំងដុតវាជាប្រភពប៉ូតាស្យូមនិងម៉ាញ៉េស្យូមដ៏សម្បូរបែបប្រសិនបើអ្នកជាមនុស្សតមអាហារដំឡូងបារាំងវាល្អបំផុតសម្រាប់បំពេញសារជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមនៅពេលដែលក្នុងរាងកាយរបស់អ្នកផលិតសារជាតិសូដ្យូមច្រើនក្នុងឈាមនោះវាបណ្ដាលឲ្យសម្ពាធឈាមរបស់អ្នកកើនឡើងដើម្បីបង្ការបញ្ហានេះដំឡូងបារាំងដុតដែលសម្បូរទៅដោយប៉ូតាស្យូមអាចបង្ការបញ្ហានេះបានព្រមទាំងកាត់បន្ថយការកកស្ទះសរសៃឈាមផងដែរចាប្រិយមិត្តជាទីមេត្រីដំឡូងបារាំងមិនត្រឹមតែជាបន្លែតែមួយមុខនោះទេតែវាគឺជាឱសថសម្រាប់ព្យាបាលសុខភាពរបស់លោកអ្នកផងដែរសូមកុំភ្លេចស្វែងរកយកមកទទួលទានដើម្បីសុខភាពទាំងអស់គ្នាណានៅពេលនេះកម្មវិធី8នាទីដើម្បីសុខភាពសូមចប់តែត្រឹមនេះសូមប្រិយមិត្តជួយចុច Like Share Subscribe Channel Snack Evan ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា